បាទសូមគោរពជំនុំជម្រាបសួរទៅកាន់អ្នកទាំងអស់នេះសាយថ្មីហើយនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងពាក្យគន្លឹះមួយទៀតជាមួយនឹងការប្រើប្រាស់ថ្មិញកដោនៅពេលដែលយើងស្វែងរកលទ្ធផលដែលយើងចង់បានអញ្ចឹងខ្ញុំនឹងធ្វើការពន្យល់ទាក់ទងជាមួយនឹងតើហេតុអ្វីបានយើងត្រូវការប្រើប្រាស់ថ្មិញកដោនៅពេលដែលយើងស្វែងរកលទ្ធផលអ្វីមួយលក្ខខណ្ឌពិសេសនៅឬក៏លក្ខណៈពិសេសនៃការប្រើប្រាស់ថ្មិញកដោនៅពេលដែលយើងស្វែងរកអ្វីមួយគឺវានឹងធ្វើឲ្យលទ្ធផលដែលយើងស្វែងរកគឺបានដូចអ្វីដែលយើងចង់បានវាមានភាពឆាប់រហ័សហើយនឹងវាមានភាពច្បាស់លាស់ជាងមុននៅពេលដែលយើងប្រើថ្មិញកដោនៅក្នុងនៅចន្លោះពាក្យដែលយើងកំពុងតែប្រើប្រាស់ជាមួយនឹងពាក្យគន្លឹះរបស់យើងបាទអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ថ្មិញកដោនៅក្នុងការយើងស្វែងរកលទ្ធផលអ្វីមួយឧទាហរណ៍ថាយើងដាក់ថ្មិញកដោហើយយើងវាយពាក្យគន្លឹះប្រភេទមិនក៏បានដែរខ្លីក៏បានវែងក៏បាននៅក្នុងថ្មិញកដោហ្នឹងវានឹងជួយបង្ហាញលទ្ធផលមួយដែលជាក់លាក់ជាងមុនច្បាស់លាស់ជាងមុនហើយវាព្រមលទ្ធផលហ្នឹងគឺកាន់តែគៀកចិត្តអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែស្វែងរកផងដែរបាទហើយបន្តិចទៀតនេះខ្ញុំនឹងធ្វើការឧទាហរណ៍ទៅកាន់អ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ថ្មិញកដោនៅពេលដែលយើងស្វែងរកព័ត៌មានអ្វីមួយខ្ញុំគិតថាភាគច្រើនអត់ទៅមានអ្នកប្រើថ្មិញកដោនៅពេលដែលស្វែងរកអីគ្រាន់តែធម្មតាយើងគ្រាន់តែវាយពាក្យខ្លីៗឬក៏ពាក្យវែងចូលប៉ុណ្ណឹងប៉ុន្តែឥឡូវថ្ងៃនេះខ្ញុំនឹងធ្វើឧទាហរណ៍ទាក់ទងជាមួយនឹងការប្រើប្រាស់ថ្មិញកដោជូនទៅកាន់អ្នកទាំងអស់គ្នាបាទឥឡូវខ្ញុំនឹងធ្វើការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការប្រើប្រាស់ថ្មិញកដោចឹងឧទាហរណ៍ថាខ្ញុំចង់រកបទតាក់ទងជាមួយនឹងព្រះយេស៊ូវអញ្ចឹងខ្ញុំជាដំបូងខ្ញុំបើកថ្មិញកដោមួយហើយខ្ញុំវាយបទចម្រៀងព្រះយេស៊ូវពេលខ្ញុំវាយហើយខ្ញុំចុចបិទថ្មិញកដោហើយខ្ញុំចុចស្វែងរកអញ្ចឹងព័ត៌មានដែលខ្ញុំទទួលបានគឺភាគច្រើនគឺវាលោតចេញតែបទចម្រៀងដែលតាក់ទងជាមួយនឹងព្រះយេស៊ូវឯងឬក៏មានតាក់ទងគេបង្ហាញតែមួយ app ដែលគេដាក់ថា Jesus Song គឺបទចម្រៀងព្រះយេស៊ូវដែរអញ្ចឹងយើងអាចឃើញថាព័ត៌មានដែលយើងស្វែងរកក្នុងពេលដែលយើងប្រើប្រាស់ជាមួយនឹងថ្មិញកដោគឺវាខ្លីហើយវាឆាប់ទទួលបាននៅអ្វីដែលយើងចង់បានឃើញពេលយើងអូសទៅវាអត់នេះទេអត់លោតមកច្រើនដូចយើងប្រើរដងឯងឥឡូវយើងឧទាហរណ៍ថាយើងអត់ប្រើថ្មិញកដោឯងយើងវាយដូចគ្នាយើងវាយបទចម្រៀងព្រះយេស៊ូវអញ្ចឹងនេះយើងដូចគ្នាយើងប្រើពាក្យបទចម្រៀងព្រះយេស៊ូវដូចគ្នាប៉ុន្តែមួយមានថ្មិញកដោមួយអត់មានថ្មិញកដោអញ្ចឹងនៅពេលដែលយើង search ឬក៏យើងស្វែងរកគឺលទ្ធផលដែលយើងរកបានគឺឃើញថាវាមានច្រើនជាងពីមុនពេលខ្លះទៅអាចតាក់ទងជាមួយនឹងចម្រៀងកុមារតាក់ទងជាមួយនឹងចម្រៀងផ្សេងចេញពីក្នុង YouTube មកគឺយើងឃើញថាពេលយើងអូសទៅវារៀងច្រើនជាងមុនរៀងច្រើនជាងយើងប្រើថ្មិញកដោពេលយើងប្រើថ្មិញកដោគឺព័ត៌មានដែលយើងទទួលបានគឺវាគៀកអញ្ចឹងត្រឹមនេះឯងអស់ត្រឹមនេះឯងបាទបានជាចុងក្រោយនេះខ្ញុំក៏ចង់បញ្ជាក់តាក់ទងជាមួយនឹងយើងប្រើប្រាស់ថ្មិញកដោនិងអត់បានប្រើប្រាស់ថ្មិញកដោអញ្ចឹងដូចវីដេអូដែលយើងបានឧទាហរណ៍អំបញ្ញមិញរួចហើយគឺការប្រើប្រាស់ថ្មិញកដោគឺមានអត្ថប្រយោជន៍ត្រង់ថាធ្វើឲ្យព័ត៌មានរបស់យើងកាន់តែគៀកហើយកាន់តែច្បាស់លាស់ជាងមុនចំណែកយើងអាចបានប្រើថ្មិញកដោព័ត៌មានរបស់យើងគឺរៀងទូលំទូលាយហើយវាមានច្រើនជាងនៅពេលដែលយើងប្រើប្រាស់ថ្មិញកដោជាចុងក្រោយនេះខ្ញុំចង់ឲ្យអ្នកនរគ្នាអាចសាកល្បងប្រើប្រាស់ជាមួយនឹងថ្មិញកដោនៅពេលដែលអ្នកនរគ្នាស្វែងរកលទ្ធផលឬក៏ព័ត៌មានអ្វីមួយនៅលើប្រព័ន្ធអ៊ីនធឺណិតតាមរយៈទូរស័ព្ទដៃអ្នកនរគ្នាហើយសម្រាប់អ្នកនរគ្នាដែលអត់បានមើលវីដេអូតាក់ទងជាមួយនឹងពាក្យកន្លឹះវែងឬក៏ពាក្យកន្លឹះខ្លីឬក៏ពាក្យកន្លឹះអ្នកនរគ្នាអាចមើលទៅវីដេអូខាងលើបានដែលខ្ញុំទុក link នៅក្រោម description របស់ខ្ញុំបានអរគុណច្រើនអ្នកនរគ្នាសូមអរគុណ